បាទជំរាបសួរបងប្អូនបាទរៀបចំសម្ភារៈមានកាមេរ៉ាមានដងត្រៃផតចេញដំណើរទៀតហើយបាទជាមួយនឹងម៉ូតូខ្ញុំចេញដំណើរទៅកាន់ទៅថតទៀតហើយបាទហើយចេញដំណើរគឺចេញពីបាទផ្សារសំណង12ទៅខេងលីហ្នឹងទៅបាទចេញដំណើរទៅហើយផ្លូវហើយការថតរបស់ខ្ញុំហ្នឹងគឺថតនៅបាទគៀនស្វាយបាទនៅគៀនស្វាយឥឡូវមកដល់គៀនស្វាយហើយបាទទីតាំងបាទប៉ុន្តែមិនទាន់ទៅដល់កន្លែងនៅទីតាំងដែលទៅថតនោះទេតែត្រូវនៅផ្សាយនោះទេហើយតែឃើញថាផ្លូវវាស្ដារល្អណាស់បងប្អូនប៉ុន្តែអត់ជិះលឿនបានទេជិះតិចទេបាទជិះតិចទេហើយការចេញដំណើរទៅហ្នឹងគឺចេញតាំងពីម៉ោង6បន្តិចបាទ6:07ណាចេញពីសនអង្គ12ទៅហើយក៏នាំបងប្អូនយើងទស្សនានៅតាមបាទផ្លូវថាវាដងវិថីណាតាមផ្លូវទៅកាន់សាលាវិទ្យាល័យបាទដីដោះបាទនៅក្នុងបាទឃុំឈើទាលបាទស្រុកគៀនស្វាយខេត្តកណ្ដាលផងដែរហើយឃើញថាបងប្អូនប្រហែលជាពេលខ្លះក៏ធុញដែរខ្ញុំជួយចិត្តថតនៅតាមដងផ្លូវណាការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីតាំងពីខ្លះវែងពីខ្លះខ្លីទៅដើម្បីបងប្អូនបានហើយអារម្មណ៍ផងដែរនៅតាមដងផ្លូវពេលខ្លះយើងក៏មិនដឹងមានអីមើលយើងមើលតាមដងផ្លូវទៅក៏មានដែរហើយវីដេអូខ្ញុំខ្លាំងក៏រៀងផ្ទុះដែរទៅនឹងការថតតាមដងផ្លូវអញ្ចឹងបងប្អូនខ្លះគាត់ចេញពីភូមិពីឃុំគាត់រៀងឆ្ងាយអញ្ចឹងដល់ពេលគាត់ឃើញវីដេអូអូនឹកឃើញភូមិស្រុកគាត់កំណត់អីអាហ្នឹងក៏ជាអនុស្សាវរីយ៍មួយដែរអញ្ចឹងមិនថាចេះតែថតនៅតាមដងផ្លូវទៅកាន់កន្លែងមួយទៅកន្លែងមួយទៅព្រោះខ្ញុំមិនបានដើរឆ្ងាយទេបានដើរទៅតាមដងតាមឃុំភូមិក្នុងស្រុកហ្នឹងឯងខេត្តកណ្ដាលអត់បានដើរឆ្ងាយទេពួកយើងធ្វើការងារតែមួយកណ្ដាត់ថ្ងៃហ្នឹងគឺក៏មួយថ្ងៃហ្នឹងអស់ធំហើយបាទអស់ធំហើយអត់ទៅឆ្ងាយប៉ុន្មានទេអញ្ចឹងវាអាចនឹងផ្លូវវានៅចិត្តទេបាទចិត្តហ្នឹងទេអត់បានឆ្ងាយទេអញ្ចឹងអធិស្ឋានទៅបងប្អូនខ្លះក៏ចង់ឲ្យដើរឆ្ងាយឆ្លងខេត្តឆ្លងអីអត់បានទេបងប្អូនណាវាឆ្ងាយហើយត្រូវមកវិញណាជាប់ការងារអញ្ចឹងក៏មានពេលខ្លះហ្នឹងក៏នាំបងប្អូនទៅទស្សនាតាមដងផ្លូវខ្លះទៅពេលខ្លះដដែលក៏មានដែរហើយខាងវាអែមអីចឹងណានៅអរិយស័ព្ទហ្នឹងនៅដដែលប៉ុន្តែគាត់ថាមានកន្លែងថ្មីតែក្រុមថ្មីណាបងប្អូនបាទនាំបងប្អូននេះក៏នាំបងប្អូនទស្សនានៅត្រាំងវត្តដីដោះបាទដីដោះនៅក្នុងស្រុកបាគៀនស្វាយខេត្តកណ្ដាលយើងនេះឯងបាទហើយការធ្វើដំណើរនឹងជិតដល់ទៅហើយបាទជិតដល់សាលាហើយសល់តែប្រហែលទៀតទេដល់ថ្ងៃនេះគឺអត់សូវមានម៉ូតូទេវល្ងាចមានច្រើនប៉ុន្តែបានថតមកល្ងាចមកវិញដល់ម៉ោង6:07ណាបាទច្រើនសពោទៅម៉ូតូច្រើនប៉ុន្តែព្រលឹមឡើងអត់មានទេហើយទីសោតថ្ងៃនេះថ្ងៃសៅរ៍ថ្ងៃដែលខ្ញុំទៅថ្ងៃសៅរ៍អញ្ចឹងប្រហែលជាអត់សូវមានអ្នកណាជើងធ្វើការដែលល្ងាចឡើងហើយគេនាំប្អូនគេដើរលេងណាមានម៉ូតូឡានច្រើនប៉ុន្តែបានថតពីល្ងាចទេបាទបាក់ថតទៅចរាចរណ៍វាមិនសូវល្អអញ្ចឹងក៏ថតពេលព្រឹកដិតយកនៅពេលព្រឹកទៅហើយមកដល់សាលាបងប្អូនដល់សាលាហើយមកទៅដល់ត្រូវមើលលេខមើលការសិនមិនចេះតែបត់វាវទៀតដល់ពឹងខត់ឡើយបាទដល់សាលាហើយតែមិនចូលទៅមើលលេខមើលការសិនមើលស្ដាំមើលឆ្វេងសិនពុះបងប្អូនប្រជាពលរដ្ឋគាត់ជិះឆ្លងកាត់ដែរហើយខ្ញុំបត់ទៀតទីសតក៏ខ្ញុំក៏កាន់នៅការថតរូបទៀតថតវីដេអូទៀតអញ្ចឹងអាចខ្លាចប៉ះពាល់ហើយយើងចូលដល់សាលាតាមនោះហើយគឺកឹបម៉ូតូកឹបអីត្រឹមត្រូវបាទដើម្បីសារនៅសុវត្ថិភាពខ្លាចបាត់បង់ហើយម្ដងគឺជួបបងប្អូនក្មេងស្រីបាទតនេរីបាទអុយនេរីណាមកហើយទេមកប្រហែលខ្លះហើយក៏ហូបបាយទីទួយហើយក៏ដល់ម៉ោងការប្រកួតហើយម្ដងត្រូវធ្វើកម្ដៅសាច់ដុំសិនបាទពាត់ដៃពាត់ជើងតិចសិនបាទដើម្បីឲ្យទៅសាច់ទៅសងវាយឺតបាទយឺតយ៉ាងងាយស្រួលក្នុងការលេងទៅកុំឲ្យមានការរំពូលក្រពើមានអីបាទយើងបាទនេះសិតតែអ្នកតំណាងឲ្យខេត្តកណ្ដាលការពារតំបន់លិចនារីណា
พูดคือข้างไม่ข้างข้างกระดาษเลยเนี่ยนี่พอสะอาดยิงสะอาดนะลำนางคือตัวchơi chụp nè và cái hàng khiếu nó cứ bàn lì pi đi là chụp nét sao nè này vô lì một lì pi nè đợt dọc này cái nhá và đập bò nó có một bật giọt đài nó nghe trong thọ xảy ra đặt bàn ấy mà đo cụ vật tọp tọp pi cú đi về miền mà bật nắng về miền pi cú hay là siêu pi cú mà nó cũng chạy cả một cụ vật quá nó nơi không phê và upload rồi chơi và upload rồi chơi nó không phê upload còn cho lính mua đi pi đi kia và nó không quay chấm nản và không quay chấm nản để tu sana nâu và nâu control này để control peresil là và về cứ chọc bắt hơi và peresil là nó ổn định chủ room tu sana cho nó có nhưng mà không đai có quên cho nên mình tên tu sana nó không cả và cô này đây và cóมี logo ច្រើន logo ច្រើនហើយអ្នកគ្រប់គ្រងមកជើងនេះក៏ច្រើនផងដែរបាទមកដែរមកមិនតាន់អស់ហើយនៅខ្លះនៅគូបន្ទាប់បាទហើយមកដល់វគ្គពិសេសគឺការចែកនៅពៀនជាមួយនឹងប្រាក់ឧបត្ថម្ភជូនដល់កីឡាករអញ្ចឹងរីកទស្សនានេះគ្នាបងប្អូនខ្ញុំសូមបង្កើតចែកពីលេខ2មុនចែកពីលេខ2បានទៅលើយុវជនភូមិ2អញ្ចឹងសូមតំណាងយុវជនភូមិ2ចូលឡើងទៅទទួលបានភាសាពីគណៈអធិបតីចាសូមតំណាងយុវជនភូមិ2រីយកទៅណារីចាសូមតំណាងចេញពីលេខ2យុវជនភូមិ2ចូលឡើងទទួលបានភាសាពីគណៈអធិបតីចាអញ្ចឹងតំណាងក្រុមយុវជនភូមិ2ណាយុវជនភូមិ2ចាអញ្ចឹងបន្តមកទៀតចេញលេខ2លេខ1ខ្ញុំត្រៀមតែតនឹងយុវជនតារៀបអញ្ចឹងយើងត្រៀម2នាក់ដែរអញ្ចឹងយុវជនតារៀបលក្ខណៈដើម្បីមកទទួលពានរង្វាន់ពីឯកឧត្តមគណៈអធិបតីបងមកកដាបងថតក្រោយបងមិនចង់បានអាបៃក្រោយនេះមិនថតមកក្រោយអូខេហ្នឹងហើយខាត់មកក្រោយបើយកបានបៃក្រោយហ្នឹងទេចង់បានបៃក្រោយហ្នឹងមួយទៀតចាសូមអញ្ជើញចេញលេខ1ឲ្យយុវជនតារៀបមកទទួលពានរង្វាន់ពីឯកឧត្តមគណៈអធិបតីបន្តមកទៀតវិញ្ញាសាក្រុមយុវនារីត្រៀមលក្ខណៈហ្នឹងគឺខ្ញុំសូមស្វែងចេញលេខ2មុនមើលមកកាមេរ៉ាទាំងអស់គ្នាអនខាងក្រោយកុំតន់ញ៉ៃញ៉ៃចេញលេខ2ហ្នឹងនារីបលូនបុកអញ្ចឹងយើងត្រៀមលក្ខណៈចំនួន2រូបលើកពេលលេខ4អូខេចាសូមអរសាទរចាអញ្ចឹងតើតើទៅលើវិញ្ញាសាក្រុមយុវនារីអញ្ចឹងខ្ញុំសូមប្រកាសជូនចេញលេខ2នារីបលូនបុកសូមអញ្ជើញមកទទួលបានភាសាពីគណៈអធិបតីចាបន្តមកទៀតចេញលេខ2លេខ1ស្អាតយើងស្អាតចឹងយើងត្រៀមលក្ខណៈចំនួន2រូបដែរសុំមួយទៀតមែនចាសូមអរសាទរចាសូមចេញលេខ2លេខ1ស្អាតយើងស្អាតបន្តមកដល់វិញ្ញាសាទី3វិញ្ញាសាក្រុមមហាជនបរមអញ្ចឹងក្រុមមហាជនបរមក្រុមនឹងចេញលេខ2លេខ2ត្រៀមលក្ខណៈចាសូមអរសាទរសូមអញ្ជើញក្រុមចេញលេខ2លេខ2ទាំងពីរភៀវបន្តមកទៀតចេញលេខ2លេខ1
សាក្រុមវ័យចាស់របស់អញ្ចឹងដោយសារអវត្តមានជាទីទីអញ្ចឹងខ្ញុំសូមឲ្យជាទី1តែម្ដងចឹងវិញ្ញាសាក្រុមវ័យចាស់របស់ជាទី1បានទៅលើក្រុមស្ដេចតៅកំពង់ស្វាយចាបន្តមកទៀតសូមអ្នកណាទទួលពានទទួលបានភាសានេះយើងឈរមកមុខមកជួរជាមួយគណៈអធិបតីដើម្បីយើងថតរូបលោកស្រីទាំងអស់គ្នាអញ្ចឹងសូមអ្នកណាទទួលពានទាំងអស់បានភាសាសូមអញ្ជើញមកមុខជាមួយគណៈអធិបតីទាំងអស់គ្នាទៅដើម្បីយើងថតរូបលោកស្រីទាំងអស់គ្នាมันผลิตนะมันผลิตเกิดแต่ไปเอา ចាសូមក្រុមបានទទួលពានរង្វាន់សូមអញ្ជើញមកមុខอย่าเดินเป็นមកមកសូមអញ្ជើញមកមុខបងអស់គ្នាមកចូលអស់គ្នាមកចូលអស់គ្នា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 មកណាមានពានលើកឡើងពានឡើងលើកយ៉ាងណាចូលអស់គ្នាចូលអស់គ្នាបាទចឹងមកចឹងចូលថ្លៃខ្លះហ្នឹងហើយចូលអស់គ្នាចូលចាចំពោះបានភាសាសូមអញ្ជើញចូលអស់គ្នាមកទទួលបានភាសាហើយអ្នកពីព្រោះយើងឈរឲ្យស្អាតទៅជួបទៅចាមុននឹងចាប់កម្មវិធីនេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈអធិបតីទីទៀតនោះដែលបានឆ្លៀតកាត់ដល់មានតម្លៃឲ្យជួយជួយប្រកបពីបាត់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជន7មករានិងអបអរសាទរភូមិលើកទី47នៃគម្រោងជ័យជំនះ7មករា1979